Ok សួស្តីអ្នកគ្នាវីដេអូនេះខ្ញុំនឹងបង្ហាញទៅកាន់អ្នកគ្នាអំពីដំណោះស្រាយ Chat Messenger ដែលមិនលោតបង្ហាញនៅលើអេក្រង់រាល់ពេលដែលគេឆាតចូលមកវាមិនបានលោតបង្ហាញសារនៅលើអេក្រង់នេះអ្នកគ្នាគឺវាចឹងនិយាយថាវាលឺទៅសំឡេងប៉ុន្តែអត់មានសារលោតលើអេក្រង់ឬក៏អត់លឺសំឡេងអញ្ចឹងការលឺសំឡេងនេះគឺជាការបិទបើក notification ហ្នឹងតែមួយទៀតវាលោតរូបចង់និយាយថាបង្ហាញរូបដែលគេឆាតមកគឺបុគ្គលនឹងលោតមកលើអេក្រង់របស់យើងតែម្ដងអ្នកទាំងគ្នាអ្នកប្រើ Messenger ធ្លាប់ដឹងហើយអូខេអញ្ចឹងបើសិនមកវាបាត់ហើយវាមិនលោតបង្ហាញអ្នកទាំងគ្នាទៅបើកវាជាមួយខ្ញុំអូខេអញ្ចឹងសម្រាប់អ្នកថ្មីដែលបានចូលមើលវីដេអូខ្ញុំហើយកុំភ្លេចចុច Subscribe ចុច Share វីដេអូដើម្បីទទួលបានវីដេអូថ្មីទាំងអស់គ្នានឹងចូលទៅ Messenger អូខេចូល Messenger នេះបន្តមកទៀតអ្នកទាំងគ្នាចូលមកសញ្ញានេះចូលកន្លែង menu នេះអូខេ menu ហើយអ្នកទាំងគ្នាចូលមក setting មកអូខេ setting ហើយអ្នកទាំងគ្នាអូសមកក្រោមអូខេនេះកន្លែងនេះវាថា bubble អ្នកទាំងគ្នា bubble ចុចលើ bubble មកហើយអ្នកទាំងគ្នាចុចលើខាងលើគេអ្នកទាំងគ្នាចុចលើ URL conversation can bubble អូខេតែបង្ហាញអ្នកទាំងគ្នាវាឲ្យបង្ហាញរាល់ការសន្ទនាទាំងអស់អូខេចុចលើហ្នឹងមកហើយចុច enable for device មាននេះដូចរបៀបដូចឆាត Telegram cool app អញ្ចឹងអ្នកទាំងគ្នាគឺឆាតមកវា load មកអញ្ចឹងតែម្ដងអូខេអញ្ចឹងបើសិនបើយើងអត់បានបើកហ្នឹងយើងបើកក្រោមនេះនៅពេលដែលគេឆាតមកគឺវាអត់ឃើញអ្នកទាំងគ្នាតើយើងបើក app មកមើលបានឃើញឆាតមកអញ្ចឹងអ្នកទាំងគ្នាអាចបិទអញ្ចឹងអាចបើកមុខងារនេះដើម្បីងាយស្រួលក្នុងការដឹងទទួលបានព័ត៌មានប៉ុន្តែបើសិនបើអ្នកទាំងគ្នាអត់ចង់ឃើញព័ត៌មានលោករញ៉េរញ៉ៃនៅពេលដែលអ្នកទាំងគ្នាចង់រៀបថាប្រជុំអីចឹងអត់ចង់ឲ្យឃើញលោតសារអីរញ៉េរញ៉ៃទេអ្នកគ្នាអាចបិទទៅអូខេតែបើសិនបើអ្នកទាំងគ្នាចង់ឲ្យវាឃើញងាយស្រួលនៅពេលដែលអ្នកគ្នាគាត់ចុចថាច់លើទូរស័ព្ទពុបឃើញសារឃើញមុខមនុស្សដែលគេឆាតមកអញ្ចឹងយើងថាឧទាហរណ៍ប្រពន្ធរបស់យើងឬក៏ដៃគូសហការការងាររបស់យើងគាត់ឆាតមកប៉ុន្តែយើងអត់បានចាប់អារម្មណ៍មើលអញ្ចឹងវាធ្វើឲ្យបាត់បង់អូខេបាត់បង់ជាការធ្វើអំណងអញ្ចឹងណាអូខេអ្នកឆាតមកប្រកាសជាគាត់ត្រូវការមានបញ្ហាមួយឬក៏ត្រូវការធ្វើអំណងសួរនាំអីមួយបានគាត់ឆាតមកអូខេអញ្ចឹងយើងធ្វើការបើកវាទៅអូខេអញ្ចឹងយើងបែកទៅវិញអ្នកទាំងគ្នាគឺប៉ុណ្ណឹងអ្នកទាំងគ្នាវីដេអូខ្លីរបស់ខ្ញុំគឺខ្លីខ្លឹមប៉ុន្តែសង្ឃឹមថាវានឹងផ្ដល់ជាប្រយោជន៍ដល់អ្នកទាំងគ្នាបានច្រើនសម្រាប់វីដេអូនេះអូខេចឹងអរគុណអ្នកទាំងគ្នាសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាខ្សែវីដេអូខ្លីហើយជួបខ្ញុំនៅខ្សែវីដេអូក្រោយហើយជាចុងក្រោយអ្នកទាំងគ្នាកុំភ្លេចចុច Subscribe ចុច Share វីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់យើងដើម្បីគាត់បានដឹងបានចេះធ្វើដូចយើងដែរអូខេបាយបាយអ្នកទាំងគ្នាជួបខ្ញុំនៅខ្សែវីដេអូក្រោយទៀត